រឿងអាសង្គមបាញ់លលោកមានមនុស្សម្នាក់ជាកូននៃអ្នកត្រកូលក្រីក្របុរសនេះតាំងពីចម្រើនធំឡើងគ្មានរកស៊ីអ្វីសោះខំប្រឹងសង្វាតតែខាងការបកបាញ់ទាល់តែស្ទាត់យូនៀនបើបុរសនោះបាញ់តម្រង់ស្វាប់ណាចន់ឲ្យត្រូវក្បាលត្រូវកឬទ្រូងរមែងត្រូវតាមបំណងតែរូបឆោមលោមពោះបុរសនោះអាក្រក់មៀតស្គមកំប្រឹងសក់ក្រញាំងមុខក្រញោះអ្នកស្រុកគេដាក់ឈ្មោះហៅថាអាសង្គមបាញ់លលោកព្រោះវាតែដើរបាញ់លលោករាល់ថ្ងៃមួយអាសង្គមបាញ់លលោកលីស្នាដើរទៅស្វែងរកបាញ់លលោកបានប្រទះឃើញភូមិសេដ្ឋីមួយមានដើមឈើដុះត្រសាយត្រសំដង្គំដង្គោលជាទីលំនៅនៃបក្សីមានលលោកជាដើមសេដ្ឋីនោះជាអ្នកសម្បូរសម្បុកសម្បត្តិព្រមទាំងមានកូនក្រមុំ2នាក់ផងអាសង្គមបាញ់លលោកលីស្នាដាសៀតាមរបងភូមិសេដ្ឋីក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្ដាកញ្ញាលេងតាមសួនច្បារក្នុងភូមិរបស់ខ្លួនដកដេកដាស់ដោយផ្ការីកស្កុះស្កាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់នៅពេលព្រឹកប្រហាមអាសង្គមបាញ់លលោកដាសៀតាមភូមិងើបមើលលើក្រែងមានសត្វលលោកទុំនៅចុងឈើកាលបើអាសង្គមបាញ់លលោកងាកភ្នែកចុះឡើងចៅកន្ទុយភ្នែកទៅក្នុងភូមិខ្សាភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរដែលប្រកបដោយគ្រឿងតែងប្រានមានលំអស្រស់ស្រងៅទាំងមានព្រលឹងសាច់ទ្រលុកទ្រលន់នាំឲ្យភ្នាក់កន្ត្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូងឯអាសង្គមបាញ់លលោកគ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាមក៏ស្រឡឹងកាំងភាំងស្មារតីភ្លេចខ្លួនជ្រោះទាំងស្នាទាំងព្រួយដាល់ដីអាសង្គមបាញ់លលោកតាំងទីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តនឹកឥតភ្លេចហើយក៏ទៅដល់ផ្ទះថ្លែងប្រាប់ឪពុកម្ដាយនិយាយនឹងម្ដាយឲ្យទៅដណ្ដឹងកូនសេដ្ឋីឲ្យម្ដាយនិយាយនឹងកូនថានេះកូនម្ដេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអីចេះបើឯងក្រីក្រភោគសម្បត្តិទាំងរូបឯងទៀតក៏អាក្រក់មិនសមនឹងកូនគេធ្វើម្ដេចគេនឹងឲ្យឯងអាសង្គមបាញ់លលោកកូននិយាយនឹងម្ដាយថាម៉ែបើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេខ្ញុំក៏អះឃើញមុខម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះទៅហើយម្ដាយដែលមិនចិត្តអាណិតកូនឬកូននិយាយដូច្នោះទៅក៏ស៊ូកាត់កេតខ្មាស់ទៅនិយាយស្នើការនឹងសេដ្ឋីក៏តបវិញថាខ្ញុំឥតបោស្អប់ខ្ពើមអីកូននាងទេប៉ុន្តែកូនខ្ញុំនឹងឲ្យពុំបានតបិតមិនទាន់គ្រប់ការដោយនាងប៉ុណ្ណេះទុកជាស្រេចចុះកុំបាច់ទៅមកទៀតសម្ដីប៉ុណ្ណេះជាសម្ដីបង្វែងដានមិនចង់ឲ្យម្ដាយអាសង្គមបាញ់លលោកទុនតោះគំនិតរកឧបាយកលនិយាយទៀតគ្មានក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូនអាសង្គមបាញ់លលោកគ្រាន់តែម្ដាយប្រាប់ដូច្នោះភ្លាមក៏ផ្លាស់ទឹកមុខក្រៀមក្រំអង្គុយត្របោមក្បាលជង្គង់ដង្ហើមខូបាយលេងនឹកទឹកលេងស្រែកចេះតែនឹកមមីហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិនបាំងដូចបំណងនៅវេលាដែលអាសង្គមបាញ់លលោកចូលដេកក៏ចូលទៅទាំងនឹកអាល័យទៅជាមើស្រែកច្រៀងទាំងយប់ថាឆោមអើយឆោមចោតទាំងពីប្រានធ្វើម្ដេចនឹងបានមកគៀកកើយឲ្យដូចជាពូកនឹងខ្នយបើម្លេះទៅហើយអស់សង្ឃឹមអាសង្គមបាញ់លលោកទុកជាដឹងថាគេលែងឲ្យហើយដូច្នោះលុះព្រឹកឡើងក៏នៅតែលីស្នានឹងស្ពាយបន្ពង់ព្រួញដើរទៅសម្ដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះពួនចាំលោកមើលកូនសេដ្ឋីថ្លែងពីបុរសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូបឆោមនោះក៏ស័ក្តិសមទឹកមុខឡើងស្រក់បំរុងជាទីពេញចំណងនៃស្ត្រីភាពបុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរលុះទៅដណ្ដឹងសេដ្ឋីក៏មិនព្រមឲ្យបុរសនោះទុកជាដឹងថាគេមិនព្រមឲ្យ
ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃជួនជាពេលមួយបុរសនោះក៏ទៅអាសង្គមបាញ់លលោកក៏ទៅហើយក៏បានជួបគ្នាអាសង្គមបាញ់លលោកសួរថាអ្នកឯងទៅណាបុរសនោះឆ្លើយថាខ្ញុំមកលបមើលកូនសេដ្ឋីឆ្លើយហើយសួរថាចុះឯងមកធ្វើអ្វីដែរអាសង្គមបាញ់លលោកថាខ្ញុំក៏មកមើលកូនសេដ្ឋីដែរបុរសនោះថាយើរៀងនេះអួតឯងចង់បានកូនសេដ្ឋីខំប៉ុន្តែបាល់រូបខ្ញុំគេនៅតែមិនអោយអាសង្គមបាញ់លលោកថាបងឯងចាំមើលខ្ញុំយកទាល់តែបានជួនជាថ្ងៃនោះសេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំ2នាក់ចាំផ្ទះអាសង្គមបាញ់លលោកដឹងដូច្នោះកំពុងតែគិតរកឧបាយក៏ជួនជាក្រឡេកទៅឃើញសត្វលលោកមួយទុំនៅចុងឈើមុខផ្ទះសេដ្ឋីអាសង្គមបាញ់លលោកបានឱកាសក៏យឺតស្នាបាញ់លឺសូរក្លឹងប៉ាប់ស្រាប់តែលលោកតធឿកភាំងទទះស្លាប់នៅទីធ្លាមុខផ្ទះសេដ្ឋីលំដាប់នោះកូនក្រមុំសេដ្ឋីម្នាក់ចុះទៅដីឃើញលលោកនោះហើយក៏ស្រែកប្រាប់បងថាអ្នកបងអ្នកណាបាញ់លលោកធ្លាក់មុខនេះថាហើយក៏រស់លលោកនោះទៅអាសង្គមបាញ់លលោកធ្វើដូចជាមិនដឹងដល់គេបោចរួយហើយស្រាប់តែលោឡារកលលោកដែលខ្លួនបាញ់នោះថានរណាលួចលលោកអញទៅណាតែអញរកឃើញមុខជីបដឹងរាជការឲ្យយកទៅដាក់គុកគុំខ្វាន់ខាននាងក្រមុំទាំងពីរនាក់ឮដូច្នោះក៏ភ័យស្រែកប្រាប់ថាលលោកបងឯងឃ្លាមយកមុខនេះហើយអាសង្គមបាញ់លលោកស្ដីគំរាមថាម្ដេចក៏ហ៊ានលួចលលោកអញត្រូវយកមុខឲ្យអញកូនស្រីសេដ្ឋីក៏យកលលោកមកឲ្យអាសង្គមបាញ់លលោកហាទេលលោកអញនៅរោមនៅស្លាប់ឥឡូវនាងឯងយកទៅបោចរោមស្លាប់អស់ហើយក្រែងតែអាំងឲ្យឆ្អិនអុយអញបានអញយកនាងក្រមុំទាំងពីរនាក់ហេតុដូចជាស្រីប្រកបដោយសេចក្តីភ័យច្រើនក៏ទៅយកស្រាមកឲ្យមួយពែងហើយថាមួយពែងទៀតតលតែស្រវឹងដួលដេកនៅលើផ្ទះនោះទៅឯនាងក្រមុំទាំងពីរនាក់គិតគ្នាថាបើយើងបណ្ដោយឲ្យវានៅទីធ្លានោះតើឲ្យម៉ែមកវិញឃើញយើងមុខជាមានរឿងគិតហើយមិនដឹងយកទៅណាក៏នាំគ្នាសេងអាសង្គមបាញ់លលោកយកទៅលាក់ក្នុងផ្ទះដល់ពេលយប់អាសង្គមបាញ់លលោកដឹងខ្លួនក៏សែកថាមួខំណាស់នាងក្រមុំទាំងពីរនាក់ភ័យក្រែងឲ្យម៉ែដឹងក៏នាំគ្នាសេងទៅដាក់ក្រោមគ្រែដេករបស់ខ្លួនអាសង្គមបាញ់លលោកស្រែកទៀតថាសង្កេតខំណាស់នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែនៅក្នុងមុងជាមួយដោយគិតថាវាស្រវឹងស្រានឹងធ្វើអ្វីពេលនោះអាសង្គមបាញ់លលោកបានឱកាសក៏តាំងលោកប្រឡែងស្ទីបអង្អែលដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេកជាមួយនឹងនាងក្រមុំទាំងពីរនោះទៅ